តោះការរង់ចាំអស់រយៈពេលយ៉ាងយូរឥឡូវគឺបានមកដល់ហើយអូប៉ាសាគូរ៉ាខំបែកឲ្យគ្នាយើងអាឡូជំរាបសួរក៏ដូចជាសួស្តីទៅកាន់ប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទសូសាគីកាគូរ៉ាចំពោះថ្ងៃនឹងផងដែរadmin គឺនឹងមកបន្តសម្រាយនៅសាច់រឿង Windbreaker រដូវកាលទី2ដែលទើបតែចេញនៅក្នុងថ្ងៃនេះតែម្ដងតោះអញ្ចឹងណាគេក្រោកខ្លះតោះមើលរឿងយើងការរង់ចាំអស់រយៈពេលយ៉ាងយូរឥឡូវនេះគឺថាបានត្រឡប់មកវិញហើយចាំការទៀតអញ្ចឹងសម្រាប់គ្នាយើងណាដែលក៏មិនទាន់បានទស្សនានៅក្នុងស៊ីហ្សិនទី1ក៏ដូចជារដូវកាលទី1នោះទេគឺគ្នាយើងអាចធ្វើការ search មើលនៅក្នុង YouTube បានគឺបងក៏សម្រាយការពីមុនកាលហ្នឹងឯងមានក៏ធ្លាប់សម្រាយដែរគ្រាន់តែថាបាត់វីដេអូអស់តោះអញ្ចឹងកុំឲ្យសាំតប៉ាយូរចូលមកកាន់សាច់រឿងរបស់យើងវិញអាយ៉ាឈប់កុំភ្លេចធ្វើការសាប់ឲ្យម្នាក់មួយផងណាអញ្ចឹងសាច់រឿងរបស់យើងការដែលបានបញ្ចប់នៅស៊ីហ្សិនទី1ហ្នឹងយើងគឺបានដឹងហើយដែលសាគូរ៉ាគាត់គឺបានធ្វើការដឹកនាំនៅក្រុមសិស្សឆ្នាំទី1ដែលមានគាត់គឺជាអ្នកដឹកនាំដែលគាត់ក៏នឹងទៅសង្គ្រោះប្រូណាគូតូចេញអំពីដៃរបស់ក្រុមខៀលក៏ដូចជាជួយនៅរឿងមួយនេះទៅដល់ប្រូអេនសៃផងដែរហើយនៅក្នុងអេពីសូតទី1នៃស៊ីហ្សិនទី1ហ្នឹងយើងគឺនឹងបានឃើញការប៉ះគ្នារវាងក្រុមខៀលជាមួយនឹងប៊ូហ្វូរីនដែលជាសិស្សឆ្នាំទី1ដែលពេលបច្ចុប្បន្នយើងនេះវិញពួកគេក៏កំពុងតែធ្វើដំណើរទៅកាន់ទីនោះអំឡុងពេលដែលធ្វើដំណើរនឹងផងដែរប្រូនីរ៉ៃគាត់ក៏បានយកនៅសៀវភៅរបស់គាត់មកអានព្រមទាំងបានធ្វើការប្រតិកម្មអ្នកទាំងអស់គ្នាទៅតាមអ្វីដែលគាត់គឺបានដឹងមើលក្រុមខៀលគឺជាក្រុមតូចមួយដែលមាន logo អាវជាគ្រោងឆ្អឹងនាគហើយគោលការណ៍របស់ក្រុមគឺមិនច្បាស់លាស់ទាំងស្រុងនោះទេអ្វីដែលធ្វើឲ្យពួកយើងកាន់តែឈឺក្បាលទៀតនោះហើយក៏ដូចជាពាក្យចចាមអារ៉ាមដែលគ្រប់គ្នាតែងតែនិយាយក្រុមខៀលគឺជាក្រុមដែលធ្វើសកម្មភាពអហិង្សាខ្លាំងមែនទែនទៅលើសកម្មភាពប្រចាំថ្ងៃរបស់ពួកគេវាគឺសឹងតែថាដោយដែលគេកំពុងតែធ្វើដាក់ទៅលើប្រូណាគូតូហើយប្រូនីរ៉ៃគាត់គឺឆ្ងល់ខ្លាំងមែនទែនតើក្រុមខៀលហ្នឹងវាគឺជាក្រុមប្រភេទណាទៅតើពួកវាបង្កើតក្រុមហ្នឹងដើម្បីអីគេទៅក្រុមប៊ូហ្វូរីនឬក៏ហ្វូរីននេះផ្ទាល់ពួកគេគឺមានតែគោលចំហរបស់ពួកគេដែលជាការសង្គ្រោះមនុស្សនោះឯងគឺដូចជាសង្គ្រោះនៅប្រជាជនការពារនៅទីក្រុងការដែលបានឮថាប្រូនីរ៉ៃគឺឆ្ងល់អំពីក្រុមខៀលដូច្នោះប្រូសាការ៉ាក៏បានតបថាគាត់គឺមិនខ្វល់នោះទេថាក្រុមខៀលគឺជាក្រុមបែបណាអ្វីដែលគាត់ចង់បាននៅពេលនេះគាត់គឺត្រូវតែសង្គ្រោះនៅប្រូណាគូតូអញ្ចឹងនៅតាមផ្លូវធ្វើដំណើរទៅនឹងប្រូនីរ៉ៃក៏បានអរគុណទៅកាន់សមាជិកក្រុមគ្រប់គ្នាផងដែរដែលគាត់ក៏បានប្រាប់ជាមួយនឹងរឿងខ្លះៗដែលគាត់គឺបានដឹងអំពីក្រុមខៀលការដែលគាត់បានប៉ះគ្នាជាមួយនឹងពួកគេនោះគាត់គឺបានដឹងថាក្រុមខៀលគឺជាក្រុមមួយដែលថាវាយមិនដកដៃនោះទេអ្វីដែលមាននៅលើដៃពួកគេគឺវាយយកតែម្ដងពួកគេគឺសឹងតែថាមិនខ្លាចនឹងការស្លាប់នោះឡើយចង់ពួកគេនឹងវាណាគេងាប់វាយទៅពួកគេគឺមិនខ្វល់ទេអ្វីដែលធ្វើឲ្យយើងកាន់តែយល់ពីពួកគេទៀតគឺពួកគេប្រើប្រាស់នៅរបងបេសបលឬក៏បន្ទះដៃធ្វើជាអាវុធបន្តិចក្រោយមកឃើញថាក្រុមហ្វូរីនក៏បានធ្វើដំណើរមកដល់ក្រុមខៀលហើយដោយទីតាំងដែលក្រុមខៀលរស់នៅនឹងគឺមាននៅឃ្លាំងមួយកន្លែងក៏ប៉ុន្តែអីដែលសំខាន់នឹងឃ្លាំងមួយនឹងគឺត្រូវបានបិទទ្វារទៀតដែលពួកគេគឺលេងសតិចាក់សោពីខាងក្រៅតែម្ដងក៏មិនដឹងថាមានសមាជិកខាងក្រៅជាអ្នកចាក់ឬក៏ពួកគេមានច្រកទ្វារផ្សេងនោះទេអញ្ចឹងអំឡុងពេលនឹងផងដែរក៏ដោយសារតែប្រូនីរ៉ៃនឹងគាត់ឆាតនាខ្លះទេអញញ៉ៃទិញតឹងពេញនឹងវាក៏បានធ្វើឲ្យប្រូសាគូរ៉ានឹងច្រឡោសឡុតទៅកាន់គាត់តែម្ដងហីអាមកវាយគ្នានៅឆាតទិញតង់ឬបន្ទាប់ពីនឹងប្រូស៊ូគីស៊ីតាគាត់ក៏បានទៅទាញទ្វារនឹងសាកមើលក៏ប៉ុន្តែយើងក៏ឃើញថាទាញយ៉ាងណាក៏ទាញមិនចេញដែរតែលេងមួយណាគេលេងទៅកុំលេងជាមួយនឹងប្រូស៊ូគីស៊ីតាអីគឺថាដាក់ធឹមតែមួយជើងទេដាច់ច្រវាក់អស់ហ្មងអញ្ចឹងវាក៏បានធ្វើឲ្យប្រូស៊ូជាមួយនឹងប្រូមួយទៀតបានសរសើរទៅកាន់គាត់ខ្លាំងមែនតើមើលទៅទឹកជើងមិនធម្មតានោះទេធឹមតែមួយជើងដាច់ច្រវាក់អស់នៅពេលដែលពួកគាត់បានដើរចូលទៅខាងក្នុងពួកគាត់ក៏បានឃើញថាសមាជិកក្រុមខៀលចំនួន6នាក់ដែលសុទ្ធតែជាជើងខ្លាំងព្រមទាំងម្នាក់ទៀតគឺជាប្រូណាគូតូ7នាក់គ្រាន់តែក្រុមហ្វូរីនបានដើរចូលមកដល់ភ្លាមឃើញថាមេក្រុមរបស់គេនឹងក៏បាននិយាយឲ្យថាកម្មវិធីជប់លៀងនៅថ្ងៃនេះច្បាស់ជាសប្បាយជាក់ជាមិនខាននេះមិត្តភ័ក្តិរបស់ឯងណាគូតូគឺនៅទីនេះដែលវាក៏បានធ្វើប្រូអេនសៃគឺពិតជាបារម្ភហើយគាត់គឺខឹងខ្លាំងមែនតើនៅពេលដែលបានឃើញថាប្រូម្នាក់នឹងគឺបានធ្វើទៅលើណាគូតូបែបនេះអេនសៃគឺរៀបនឹងស្ទុះចូលទៅហើយតែវាក៏ត្រូវបានសាការ៉ាហាមឃាត់គាត់ដែលសាការ៉ាក៏បានប្រាប់ទៅកាន់អេនសៃថាទុកវាឲ្យគាត់ជាអ្នកដោះស្រាយអញ្ចឹងឋានៈដឹកនាំរបស់ក្រុមខៀលគេគឺមានឈ្មោះថា Zingo Natori ដែលខ្ញុំគឺនឹងហៅគាត់ថា Natori
ណាតូរីគេក៏បាននិយាយទៅកាន់គ្រប់គ្នាថាគ្មានផ្លូវនោះទេដែលយើងគឺនឹងបណ្តោយឲ្យពួកឯងរំដោះគេទៅបាននោះព្រោះគេគឺមានរឿងជាច្រើនទៀតដែលត្រូវបំពេញឲ្យពួកយើងដែលយើងក៏មិនទាន់ដឹងដូចគ្នាថាហេតុអីបានជាក្រុមឃាធ្វើបែបហ្នឹងដាក់ទៅលើប្រូណាគូតូអញ្ចឹងទាំងដែលប្រូណាគូតូគឺជាសមាជិកក្រុមរបស់ពួកគេប្រូសាការ៉ាក៏បានតបទៅកាន់ណាតូរីវិញថាយើងគ្មានពេលមកស្ដាប់ឯងនិយាយបកស្រាយអីច្រើននោះទេយើងមកទីនេះគឺរំដោះមនុស្សឆាប់ប្រកោគេឲ្យមកវិញភ្លាមមកអីយ៉ាណាតូរីឆ្លើយខ្លាំងមែនតែនសឡឹងមើលកូនចៅរួចលៀនដាក់សាការ៉ាទៀតសាគូរ៉ាក៏បានតបទាំងមើលទៅកាន់គេថាបើនិយាយគ្នាស្រួលបួគឺមិនបាននោះទេអញ្ចឹងខ្ញុំគឺនឹងវាយពួកឯងដើម្បីយកគេមកវិញដែលថាជើងខ្លាំងរបស់យើងម្នាក់ៗគឺត្រៀមខ្លួនរួចហើយក៏ប៉ុន្តែប្រូអេនសៃគឺពិតជាខឹងក្នុងចិត្តរបស់គាត់គឺពិតជាអន្ទះសារខ្លាំងមែនតែនណាតូរីក៏បានតបទាំងមើលងាយថាអើយគួរឲ្យខ្លាចពិតមែនអីយ៉ាចង់ប្រោអំពើហិង្សាដើម្បីឆ្មក់យកមនុស្សផងហ៎ក្រែងក្រុមហ្វូរិនគឺជាវីរៈបរិះការពារទីក្រុងអីចុះហេតុអីបានជាមកចង់ប្លន់មនុស្សទៅវិញឥឡូវនេះខ្ញុំគឺគ្មានជំរឿននោះទេបើពួកឯងចង់បានបែបនេះខ្ញុំគឺនឹងកំដររួចភ្លាមសមាជិកនៃក្រុមខេយ៉ាងច្រើនក៏បានមកធ្វើការឡោមព័ទ្ធនៅទីនឹងតែម្ដងអីយ៉ាក៏ដូចជារៀបចំបានល្អណាស់ប្រូម្នាក់គឺសិតតែមានទីបម្នាក់មួយតែម្ដងទីបដែលដូចជាដំបងបើស្បលនឹងគឺពេញដៃហ្មងក៏បានធ្វើសមាជិកប៊ូហ្វូរិនរៀងញញើតបន្តិចដែរព្រោះសមាជិករបស់គេនឹងគឺពិតជាច្រើនក៏ប៉ុន្តែបើគិតបូកបញ្ចូលក៏ដូចជាយកទៅប្រៀបធៀបគ្នាជាមួយនឹងសមាជិកទាំងអស់របស់ Bullfurin គឺគ្មានអីមកបៀកនោះទេប៉ុណ្ណឹងអីនោះ Pro Ensai ក៏បានធ្វើការសុំទោសទៅកាន់អ្នករាល់គ្នាដែលបាននាំអ្នករាល់គ្នានឹងមកលំបាកអីក៏ប៉ុន្តែភ្លាមPro Sakura ក៏បាននិយាយថាប៉ុណ្ណឹងវាគ្រាន់តែជាសម័យប្រមាណក្បាលហ្នឹងលើអញ្ចឹង Pro Miyu ក៏បានតបថាបើអញ្ចឹងមែនគួរតែចាត់ការលឿនទៅខែងឡឆាប់បានទៅដេកផ្ទះវិញដែលសម្បីតែ Pro Su ក៏បាននិយាយដូចគ្នាថាការវាយគ្នាលើកហ្នឹងគឺប្រហែលជាសប្បាយឲ្យមើលទៅព្រោះមើលទៅមេគឺដូចជាគ្មានការភ្ញាក់ផ្អើលអីផងហ្នឹងថែមទាំងសប្បាយទៀតរួច Sakura គាត់ក៏បាននិយាយសម្រួលម្ដងទៀតជាមួយនឹងមេក្រុមរបស់ក្រុមខៀលប្រសិនបើជាឯងប្រកូលមនុស្សថយក្រោយមួយជំហាននោះយើងក៏នឹងដកខ្លួនតែបើអត់ទេចាំយើងជាអ្នកទាត់ពួកឯងឲ្យដូចជាបាល់អញ្ចឹងវាក៏បានធ្វើប្រូស៊ូរៀងអស់សំណោចដែរហើយសម្បីតែសមាជិកក្រុមដទៃទៀតហ្នឹងក៏រៀងគាំងជាមួយនឹងការលេងសម្ដីរបស់សាគូរ៉ាដូចគ្នាថែមទាំងនិយាយថាអានឹងតាវិធានថ្នាក់ដែលអញចង់បានចេះឌឺអញ្ចឹងมันគួរឲ្យស្រឡាញ់ប្រូណាតូរីឥឡូវនេះគាត់គឺបានដឹងថាអាយ៉ាស្ថានភាពនៃការប្រយុទ្ធមួយហ្នឹងដូចជាមិនតានតឹងទេរួចមើលទៅវាដូចជាសប្បាយដល់ហើយក៏បានសើចហើយងើបឡើងព្រមទាំងនិយាយទៅកាន់ទាំងអស់គ្នាតោះមិនសម្រួលអីច្រើនទេដល់ម៉ោងហើយដែលយើងក៏បានឃើញថាការប៉ះទង្គិចគ្នាក៏ដូចជាសង្គ្រាមរវាង Bullfurin ជាមួយនឹងក្រុមខៀក៏បានកើតឡើងសមាជិកដែលរៀងស្ទើរនឹងក៏បានហើរយកនៅដៃគូម្នាក់មួយគូទៅក៏ប៉ុន្តែមេវាយ3វាយ4ម្នាក់អស់នោះឃើញថាសមាជិករបស់ Furin យើងគាត់គឺបានសហការគ្នាដើម្បីចាត់ការទៅលើគូបដិបកក៏ដោយសារតែពួកគេគឺមានអាវុធនៅក្នុងដៃដូច្នោះហើយគឺទាមទារមានការសហការដើម្បីចាត់ការទៅលើពួកគេដែលគាត់ក៏បានធ្វើការចាត់ការទៅលើសមាជិកម្នាក់ទៀតប៊ីនឹងវីប្រូងោទៅហើយក៏ប៉ុន្តែត្រូវបានប្រូម្នាក់ទៀតចាត់តបងរបស់គេនឹងទាញចេញតែម្ដងឬក៏បានធ្វើការវាយយករីឯប្រូសូគូរ៉ាវិញគាត់ក៏បានធ្វើការ support ទៅដល់សមាជិកក្រុមដោយការជួយផងដែរប្រូគីយូទឹកដៃរបស់គាត់ក៏មិនណន់ដែរធំជាអាចអចារ្យប្រមាណអ្នកនឹងវាយឲ្យស៊ីផុយតែម្ដងរីឯប្រូស៊ូវិញក៏មិនណន់ដូចគ្នាដែលប្រូស៊ូគាត់គឺមិនសូវជាលះប្រមាណនោះទេដោយសារតែគាត់ត្រូវការពីប្រូនីរ៉ៃអ្នកដែលវាយហៀងលះជាងគេនឹងគឺមានតែប្រូសាគូរ៉ាជាមួយនឹងប្រូស៊ូគីស៊ីតានោះទេរួចនៅពេលដែលប្រូសាគូរ៉ាបានផ្ដួលទៅលើសមាជិកក្រុមម្នាក់នៃក្រុមខៀរួចគាត់ក៏បានប្រាប់ទៅកាន់ប្រូអេនសៃនៅធ្វើអីទៀតឆាប់បញ្ញាប់ឡើងទៅរួចសមាជិកក្រុមក៏បានធ្វើការបើកផ្លូវឲ្យសាគូរ៉ាជាមួយនឹងប្រូអេនសៃស្របពេលដែលណាតូរីគឺបានប្រាប់ទៅកាន់ជើងខ្លាំងទាំង5នាក់ឲ្យត្រៀមខ្លួនក្នុងការចាត់ការដោយ5នាក់ដែលនៅខាងលើនឹងគឺសុទ្ធតែជាចំណិតរបស់គេតែម្ដងហើយក៏មិនដឹងថាគេនឹងខ្លាំងបែបណាដែរអំឡុងពេលដែលប្រូសាគូរ៉ាជាមួយនឹងប្រូអេនសៃរត់មកនឹងឃើញថាប្រូណាគូតូក៏បានដឹងខ្លួនឡើងនៅពេលដែលគាត់ព្យាយាមសម្លឹងមើលទៅខាងក្រោមគាត់ក៏បានឃើញមិត្តភក្តិរបស់គាត់ប្រូអេនសៃកំពុងតែរត់តម្រង់មកហើយយើងក៏បានឃើញថាប្រូអេនសៃក៏អាចរត់ឡើងមកខាងលើបានដែលគាត់គឺមិនមានការខ្លាចញញើតសំបីតែបន្តិចប្រូណាតូរីក៏បានស្វាគមន៍នៅភៀវរបស់គាត់ដូចគ្នាដែលនៅពេលដែលប្រូអេនសៃធ្វើការម៉ាត់ទៅកាន់ណាតូរីគឺគេបានគេចផតព្រមទាំងបានធ្វើការចាប់ទៅលើកំដាប់ដៃរបស់ប្រូអេនសៃយ៉ាងស៊ីផុយតែម្ដងដោយយើងក៏បានឃើញដូចគ្នាសមាធិរបស់គេគឺមិនអន់នោះទេរួចគេក៏បាននិយាយថាអាយ៉ាព្យួរដែលមកលេងនឹងគឺដូចជាទឹកដៃស្រាដល់ហើយគេក៏បានទាត់មួយជើងទៅលើប្រូអេនសៃដែលមួយជើងនឹងគឺមិនស្រានោះទេវាក៏បានធ្វើឲ្យប្រូអេនសៃបែកឈាមធ្លាក់មកខាងក្រោមតែម្ដងដែលការធ្លាក់មកនឹងគឺវាប៊ីនឹងធ្វើឲ្យប្រូអេនសៃនឹងបានបាក់កទៅហើយគាត់ក៏បានសន្លប់បាត់ទៅសាគូរ៉ាក៏ចង់ទៅជួយក៏ប៉ុន្តែត្រូវបានជើងខ្លាំងម្នាក់នៃសមាជិករបស់ខៀល
ធ្វើការហាមឃាត់គាត់ដែលគេគឺបានប្រើប្រាស់អាវុធនៅក្នុងដៃផងដែរសមាជិកនៃក្រុម Wolverine ក៏បានស្រែកប្រាប់ទៅកាន់គ្នាថាពួកយើងគឺអាចធ្វើបានរួចអំឡុងពេលនឹងផងដែរសមាជិក4នាក់ទៀតដែលអាចនិយាយបានថាគឺសុទ្ធតែជាចំណិតរបស់ Pronatori ក៏បានទៅរកនៅដៃគូរបស់ពួកគេរៀងៗខ្លួនដូចគ្នាដែលបន្ទាប់ពីអ្នកទាំង4ទាំង5នាក់ហ្នឹងគឺបានរកនៅដៃគូជើងខ្លាំងរៀងៗខ្លួនរួចនោះប្រូម្នាក់ដែលត្រូវប៉ះគ្នាជាមួយនឹងប្រូសាគូរ៉ានឹងក៏ទាញនៅមួយរបស់គេចេញខណៈដែលមេដឹកនាំរបស់គេនៅខាងលើក៏បានស្រែកប្រាប់ទៅកាន់ពួកគេថាចាំការទៀតពួកអាណប់ដែលប្រូម្នាក់ដែលត្រូវប៉ះគ្នាជាមួយនឹងប្រូសាគូរ៉ារបស់យើងឈ្មោះរបស់គេគឺតាគីរូកូនគោដែលខ្ញុំគឺនឹងហៅគេថាកូនគោរួយកូនគោគេក៏បានប្រើប្រាស់អាវុធនៅលើដៃរបស់គេធ្វើការវាយគ្នាជាមួយនឹងសាគូរ៉ាតែម្ដងអញ្ចឹងអំឡុងពេលដែលវាយទៅកាន់ប្រូសាគូរ៉ានឹងគេក៏បាននិយាយឌឺទៅកាន់ប្រូសាគូរ៉ាដូចគ្នាស្របពេលដែលសាគូរ៉ាក៏បានតបទៅកាន់គេថាវាយឲ្យដឹងវាយកុំនិយាយច្រើនពេកអាតណាប់រីឯប្រូស៊ូគូរ៉ាវិញគាត់ក៏បានប៉ះគ្នាជាមួយនឹងប្រូម្នាក់ដែលប្រូម្នាក់នឹងក៏បានប្រើប្រាស់អាវុធរបស់គេវាយទៅកាន់គាត់អញ្ចឹងស៊ីមកតបងនឹងក៏បាននិយាយទាំងឌឺហ្មងប្រើអាវុធអត់សមជាអ្នកក្លាហានឯបន្តិចហើយគ្នាយើងដឹងហើយទម្លាប់របស់ប្រូស៊ូគូរ៉ាបើវាយគ្នាមិនបានឲ្យគេវាយមុនទេគាត់គឺមិនសុខចិត្តទេអញ្ចឹងអ្នកដែលប៉ះជាមួយនឹងគាត់នឹងគឺប្រូគីរីស៊ីម៉ាស៊ីយូដែលខ្ញុំគឺនឹងហៅគាត់ថាប្រូស៊ីយូរីឯប្រូស៊ូគីស៊ីតាវិញគាត់គឺប៉ះគ្នាជាមួយនឹងប្រូម្នាក់ដែលប្រូម្នាក់ហ្នឹងគេគឺមានឈ្មោះថាម៉ូកាមីថៃស៊ីដែលខ្ញុំគឺនឹងហៅគាត់ថាប្រូថៃស៊ីអាយ៉ាប្រូថៃស៊ីភ្នែករបស់គាត់គឺស្អាតខ្លាំងមែនតែនបើយើងមើលមកកាន់ប្រូរីយូរបស់យើងវិញ Sorry គឺប្រូគីយូដែលដៃគូប៉ាដេប៉ារបស់គាត់ហ្នឹងគឺមានឈ្មោះថាកាការ៉េនជីដែលបន្ទាប់ពីប៉ះគ្នាជាមួយនឹងប្រូគីយូមួយសន្ទោគេក៏បាននិយាយថាប្រូគីយូនឹងគឺដូចជាក្មេងស្រីអញ្ចឹងសម្បីតែស្នៀតនឹងក៏ដូចក្មេងស្រីដែររីឯគូចុងក្រោយនឹងគឺថាប្រូស៊ូប៉ះជាមួយនឹងប្រូម្នាក់ទៀតដែលមានឈ្មោះថាតូនីហាន់ស៊ូគីដែលខ្ញុំគឺនឹងហៅគាត់ថាប្រូស៊ូគីដែលប្រូស៊ូគីគឺបានដឹងដូចគ្នាថាប្រូស៊ូនឹងវាយជាមួយនឹងគេក៏ពិតមែនតែប្រូស៊ូកំពុងតែព្យាយាមការពារទៅកាន់ប្រូម្នាក់នៅខាងក្រោយដែលជាប្រូនីរ៉ៃអញ្ចឹងអំឡុងពេលនឹងផងដែរក៏ស្រាប់តែសមាជិកក្រុមគ្នាម្នាក់រៀបនឹងវាយប្រហារទៅកាន់ប្រូងៅរបស់យើងតែក៏ត្រូវបានប្រូម្នាក់ទៀតមករងជំនួសដែលបានធ្វើប្រូម្នាក់នឹងក៏ត្រូវរបួសខ្លាំងដែរប្រូសាគូរ៉ាក៏ចង់ទៅជួយក៏ប៉ុន្តែក៏ត្រូវបានហាមឃាត់ទៅដោយប្រូកូនគោដោយកូនគោក៏បាននិយាយទៅកាន់សាគូរ៉ាថាដៃគូរបស់ឯងគឺជាយើងឯនេះទៅវិញទៅវើយសាគូរ៉ាក៏ពិតជាខឹងជាមួយនឹងអាប៉ៃនឹងខ្លាំងមែនទែនភ្លាមៗគាត់ក៏បានធ្វើការម៉ាត់ទៅកាន់គេក៏ប៉ុន្តែក៏មិនទាន់បានម៉ាត់ផងគាត់ក៏ត្រូវបានសមាជិកម្នាក់ទៀតនៃក្រុមឃាវាគាត់ពីក្រោយខ្នងឡើងបែកក្បាលតែម្ដងដែលវាក៏បានធ្វើឲ្យប្រូកូនគោសោកសប្បាយខ្លាំងមែនទែនអេដមីនដូចជាមិនដែលឃើញសោះក្រុមអីគេនឹងថោកទាបម៉េះអាមានអាវុធនៅក្នុងដៃហើយលួចវាឆ្មក់ទៀតប្រូណាតូរីបានដឹងយ៉ាងច្បាស់ថាក្រោយពីជើងខ្លាំងទាំង5នាក់របស់គាត់បានចុះទៅកាន់ទីហ្នឹងគឺជើងខ្លាំងរបស់ Fury នឹងគ្មានពេលទៅសង្គ្រោះគ្នានោះទេដូច្នោះហើយវាបានធ្វើឲ្យសមាជិកនៃក្រុមរបស់គាត់មានប្រៀបជាងដែលគាត់អាចនិយាយបានថាប្រើតែ5នាក់នោះទេប៉ុន្តែអាចឡោមព័ទ្ធនៅស្ថានភាពទាំងមូលបានទាំងស្រុងប្រូនីរ៉ៃរបស់យើងវិញនៅពេលដែលបានឃើញថាសមាជិកក្រុមត្រូវបានគេវាយដំដូចនេះវាបានធ្វើឲ្យគាត់មិនសនុកក្នុងចិត្តប្រមាណទេប្រូស៊ូព្រមទាំងអ្នកដទៃទៀតក៏មាននៅគូបដិបកដើម្បីទប់ទល់ដូចគ្នាពួកគាត់គឺមិនអាចដកឃ្លាទៅជួយសង្គ្រោះបាននោះឡើយប្រូនីរ៉ៃនៅពេលនេះគឺញ័រជើងផងគិតផងព្រមទាំងភ័យផងដែលគាត់ក៏បាននឹកឃើញទៅដល់ពាក្យសម្ដីរបស់មេគាត់ព្រមទាំងរឿងរ៉ាវដែលគាត់ធ្លាប់បានឃើញធ្លាប់បានឆ្លងកាត់នឹងវាបានធ្វើឲ្យគាត់នៅពេលនេះគឺមានចិត្តខ្លាណហើយប្រសិនបើជាគាត់នៅតែបែបនេះទៀតគាត់គឺមិនខុសអីអំពីមនុស្សខ្វិននោះទេដែលគាត់នៅពេលនេះបើទោះបីជាមាននូវភាពភ័យខ្លាចយ៉ាងណាក៏ដោយគាត់គឺបានតាំងចិត្តរបស់គាត់យ៉ាងមោះមុតក្នុងការស្ទុះចូលទៅតែម្ដងដែលប្រូនីរ៉ៃក៏បានធ្វើការស្ទុះចូលទៅប្រូស៊ូក៏មិនអាចហាមគាត់បានដូចគ្នាហើយប្រូនីរ៉ៃគាត់គឺមិនអាចធ្វើអ្វីបាននោះទេដែលគាត់គ្រាន់តែបញ្ជាពីដោយបានធ្វើការចាប់ទៅលើជើងដែលគាត់នឹងគឺរត់បុកទៅលើសមាជិកម្នាក់នៃក្រុមឃាឲ្យដួលនោះឯងហើយគាត់ក៏បានអោបគេយ៉ាងជាប់តែម្ដងខណៈដែលគេក៏បានធ្វើការវាយទៅកាន់គាត់យកតែម្ដងក៏ប៉ុន្តែគាត់គឺដូចជាគ្មានការតដៃអីនោះទេរួចគាត់ក៏ត្រូវបានសមាជិកក្រុមឃាម្នាក់ទៀតចាប់បោចសក់និងវាយគាត់មួយចង្គង់ឲ្យដេកដួលតែម្ដងបើយើងមើលទៅកាន់ប្រូនីរ៉ៃនៅពេលនេះគាត់គឺមិនខុសអីអំពីប្រូថាកាមីឈីនោះទេអាសក់ដូចគ្នាហើយមនុស្សនេះក៏មិនខុសគ្នាប្រមាណទៀតសង្ស័យទៅមុខនឹងខ្លាចជាបាសារបស់គេឲ្យមើលទៅនៅពេលដែលត្រូវរបបបែបនេះប្រូនីរ៉ៃក៏បានគិតនៅក្នុងចិត្តថាគាត់គឺសុំទោសខ្លាំងមែនទែនប្រូសាគូរ៉ាគឺបានត្រឹមតែបើកភ្នែកមើលនៅសមាជិករបស់ក្រុមឃាធ្វើការវិវត្តទៅកាន់ប្រូនីរ៉ៃតែគេមិនទាន់នឹងបានវាយទៅកាន់ប្រូនីរ៉ៃផងនឹងអាប៉ែម្នាក់នេះក៏ស្រាប់តែផ្លោងតែម្ដងហើយគ្នាយើងដឹងអត់អ្នកដែលបានមកនឹងគឺជាប្រូកាជីដែលវាក៏បានធ្វើឲ្យសមាជិករបស់ក្រុម Furin គឺពិតជាភ្ញាក់ផ្អើលហើយប្រូកាជីគឺមកជាមួយនឹង2នាក់ទៀតដែលក៏ត្រូវជាអនុប្រធានរបស់គាត់នោះឯងប្រូម្នាក់នេះឈ្មោះរបស់គាត់គឺអ៊ីណូម៉ូតូអញ្ចឹងអេដមីនគឺដូចជាយ៉ាងផ្លេចហើយតែសុំហៅគាត់អ៊ីណូម៉ូតូសិនបើខុសសុំកែពេលក្រោយទៅដើមឡងពេលនឹងផងដែរ
ប្រូគូស៊ូមីក៏បានដើរមកជិតប្រូនីរ៉ៃព្រមទាំងបានផ្ដល់ស្នាមញញឹមគឺដូចជាលើកទឹកចិត្តដូចគ្នាប្រូអ៊ីណូម៉ូតូគាត់ក៏បានសរសើរទៅកាន់ប្រូនីរ៉ៃដូចគ្នាដែលប្រូនីរ៉ៃនឹងគឺពិតជាក្លាហានមែនទែនសមាជិកនៃក្រុមគ្នានៅពេលនេះបើទោះបីជាពួកគេមិនបានស្គាល់នៅប្រូកាជីក៏ពិតមែនតែពួកគេអាចកត់សម្គាល់ទៅលើស្គាល់គ្រាប់នៅក្នុងមាត់របស់គាត់ព្រមទាំងកាសដែលបានពាក់ជាប់នឹងកនោះឯងពួកគេក៏បានជជែកគ្នាព្រមទាំងនិយាយថាប្រូកាជីនេះឯងអានិយាយបានថាក៏ជាថប់ម្នាក់ដែរថប់ដ៏ខ្លាំងតែម្ដងបើបានវាយអីគឺថាវាយដូចជាបិសាចអញ្ចឹងហើយប្រូកាជីនឹងក៏ជាជើងខ្លាំងម្នាក់ដែលធ្លាប់បានផ្ដួលជាមួយនឹងគូបដិបៈរាប់មិនអស់ផងដែរក៏ប៉ុន្តែនៅពេលហ្នឹងណាតូរីក៏បាននិយាយទៅកាន់គ្រប់គ្នាថាអាយ៉ាគ្រប់គ្នាគឺដូចជាភ្ញាក់ផ្អើលខ្លាំងម្ល៉េះមើលទៅដូចជាមានភ្ញៀវមកលេងទៀតហើយមែនទេអូតាមពិតសិស្សឆ្នាំទី2សោះអាយ៉ាខ្ញុំគឺមិនដឹងថាលោកមកទីនេះដើម្បីធ្វើអីគេនោះទេក៏ប៉ុន្តែបើតាមខ្ញុំដឹង Bufurin គឺជាក្រុមដែលការពារនៅទីក្រុងមែនអត់ចុះចាំបាច់អីមកលោកដៃចូលរឿងមួយនឹងវិញខ្ញុំគ្រាន់តែមានរឿងខ្លះចង់ធ្វើវាជាមួយនឹងមិត្តភ័ក្តិរបស់ប្រូណាគូតូតែប៉ុណ្ណឹងដែលគេគឺសំដៅទៅលើប្រូអេនសៃនោះឯងព្រោះប្រូអេនសៃគឺបានមករវីរវល់ជាមួយនឹងក្រុមរបស់ពួកគេណាតូរីក៏បន្តថាក្រែង Furin គឺជាក្រុមមួយដែលបានធ្វើកិច្ចសន្យារួចទៅហើយទៅលើរឿងមួយនេះក៏ប៉ុន្តែហេតុអីនៅពេលនេះបានជាអ្នកមកដល់ទីនឹងតើអ្នកកំពុងតែល្ងងមែនទេភ្លាមប្រូកាជីក៏បានតបទាំងមើទាំងមានអំណាចថាត្រូវហើយលោកនិយាយគឺត្រូវក្រុម Bufurin គឺជាក្រុមមួយដែលមានតួនាទីក្នុងការការពារទៅលើទីក្រុងនោះក៏មានន័យថាការពារទៅលើមនុស្សគ្រប់គ្នាការពារទៅលើអារម្មណ៍របស់ពួកគេបើក្រុមរបស់ឯងបានប្រព្រឹត្តធ្វើឲ្យប្រជាជនគ្រប់គ្នាមានអារម្មណ៍មិនល្អខ្ញុំក៏នឹងត្រូវចាត់ការពួកឯងដូចគ្នាហើយប្រូអេនសៃគឺជាសមាជិកមួយនៃក្រុម Bufurin ក៏មានតួនាទីនៅក្នុងការរ៉ាប់រងដូចគ្នាដែលសម្ដីទាំងអស់នេះវាគឺបានធ្វើប្រូសាកូរ៉ាឡើងស្រឡាងកាំងគាត់នឹងស្មានមិនដល់នោះទេប្រូកាជីជាមនុស្សដែលមិនមាត់មើលទេក៏ប៉ុន្តែនៅពេលដែលគេនិយាយចេញមកនឹងគឺមានអំណាចខ្លាំងមែនទែនពាក្យសម្ដីមួយដែលគេបាននិយាយចេញមកនឹងគឺច្បាស់ណាតូរីក្រោយពីបានស្ដាប់ការនិយាយរបស់ប្រូកាជីរួចគេក៏ដូចជាមិនយល់នោះទេគេក៏បានថែមទាំងតបទាំងច្រើមថាតើប្រូកាជីនឹងមកច្រៀងនាទីនឹងមែនឬក៏មកលេងកំ pl ែងទៅប្រូកាជីក៏បានតបថាអូឯងគ្រាន់តែបានយករបស់ខ្លះដែលជាកម្មសិទ្ធិរបស់ Bufurin វាគឺមានន័យថាបើសិនជាឯងឈួតកុំធ្វើជាត្រូវដល់ខ្លួនឯងអីអាណប់អើយដោយគ្រាន់តែសម្រាប់របស់ប្រូកាជីប៉ុណ្ណឹងសោះវាបានធ្វើឲ្យសមាជិកក្រុមគ្នាម្នាក់ដកថយតិចហើយណាតូរីក៏បាននិយាយថាខ្ញុំក៏បានគម្រាមលោកព្រមទាំងសម្របសម្រួលដូចគ្នាក៏ប៉ុន្តែការពមៀនរបស់ខ្ញុំចាប់ទុកជាអាសាបងណាហើយអាដែងសម្អាតទៅក៏ប៉ុន្តែក្រោយពីគេបាននិយាយបែបហ្នឹងកូនចៅរបស់គេគ្មានអាណាគេចង់ចូលទៅមួយទេគឺងាកមើលមុខគ្នាតែម្ដងអត់មានអាណាគេហ៊ានទេនៅពេលដែលបានឃើញបែបនេះណាតូរីគេក៏បានចាប់បោយសក់របស់ប្រូណាកូតូដែលគេក៏បាននិយាយទៅកាន់កូនចៅរបស់គេថាតើពួកឯងចង់ទទួលលទ្ធផលដូចជាអាមួយនេះមែនទេប្រូកាជីឃើញអញ្ចឹងមើលតែភ្នែកទៅគឺដឹងហើយអំឡុងពេលហ្នឹងកូនចៅរបស់ប្រូណាតូរីពួកគេក៏បានចូលទៅវាយតទៅព្រោះពួកគេគ្មានជម្រើសនោះទេណែចង់និយាយថាជើងខ្លាំងគេលេងមួយជើងដួល3អញ្ចឹងអាយ៉ាលេងមួយដៃដួលមួយតបអញ្ចឹងហ្មងអានេះបានគេហៅថាជើងខ្លាំងពិតមែនតែប៉ុណ្ណឹងនៅស្ទើរទេចុះទៅរំតែមេម្ដងទៀតក្រុមហ្នឹងចាប់ទុកជាសម្រាមមួយហ្នឹងប្រូកាជីក៏បានប្រាប់ទៅកាន់អនុប្រធានទាំងពីររបស់គាត់ថាចាត់ការនៅខាងក្រោមទៅចាំយើងគឺជាអ្នកដោះស្រាយជាមួយនឹងអាណប់នៅខាងលើដែលប្រូគីស៊ូមីក៏បានយកនៅប្រូនីរ៉ៃរបស់យើងមកសម្រាប់ផងដែរនីរ៉ៃគាត់ក៏បានធ្វើការសំទោសទៅកាន់ប្រូគូស៊ូមីតែប្រូគូស៊ូមីបានប្រកាសថាមិនចាំបាច់នោះទេថ្ងៃនេះគឺថាលោកធ្វើវាបានល្អហើយមិនចាំបាច់សុំទោសឡើយបើទោះបីជាប្រូគូស៊ូមីបាននិយាយបែបហ្នឹងក៏ដោយប្រូនីរ៉ៃគឺនៅតែអន់ចិត្តជាមួយនឹងខ្លួនឯងអញ្ចឹងដែលគាត់គឺមិនអាចធ្វើអីបានសភាពរបស់គាត់នៅពេលនេះបើទោះបីជាចង់អាណិតគេក៏មិនអាចដែរព្រោះគាត់គឺគួរអាណិតជាងគេទៅទៀតរួចឆាកប្រយុទ្ធរវាងមេធំគឺដូចជាសង្គ្រាមរវាងក្រុមខៀលជាមួយនឹង Bufurin ក៏បានចាប់ផ្ដើមម្ដងទៀតយើងមើលទៅប្រូកាជីគឺពិតជាខ្លាំងមែនទែនមិនថាចូលមកប្រមាណនោះទេគាត់គឺវាយដេកទាំងអស់តែម្ដងមិនថាអូនឯងចូលមក2នាក់3ម៉ូតូឬក៏អូនឯងចូលមក2នាក់4ម៉ូតូនោះទេគឺប្រូកាជីឲ្យស្បៃតែម្ដងអំឡុងពេលដែលប្រូកាជីរៀបនឹងឡើងទៅខាងលើទៅហើយឃើញថាណាតូរីក៏បានឲ្យប្រូកាជីមើលខាងក្រោមទៅដែលពេលនេះគឺប្រូអេនសៃកំពុងតែដេកដួលនៅជិតគាត់នោះឯងហើយគាត់ក៏បានលើកប្រូអេនសៃមកអង្គុយប្រូកាជីក៏ចាប់ផ្ដើមងាកទៅមើលប្រូសាគូរ៉ានៅពេលនេះមិនដឹងថាគាត់គិតបែបម៉េចទៅលើប្រូសាគូរ៉ានោះទេប្រូសាគូរ៉ាគាត់គឺពិតជាពិបាកតទល់ជាមួយនឹងអាប៉ិនឹងខ្លាំងមែនទែនដោយសារតែអាប៉ិកូននឹងមិនថែមតែមានអាវុធនៅលើដៃទេវាវាយមិនដាប៊ូលូទៅកាន់សាគូរ៉ាមិនដាដែលធ្វើឲ្យគាត់រៀងពិបាកទប់ទល់កំដាប់ដៃជាមួយនឹងទីបនឹងប៊ីនឹងប៉ះគ្នាទៅហើយតែភ្លាមប្រូកាជីមកឈរនៅកដាលគាត់ក៏បាននិយាយទៅកាន់សាគូរ៉ាថាតើឯងកំពុងតែដឹងអំពីស្ថានភាពរបស់ខ្លួនទេឆ្លៀតឱកាសហ្នឹងអាប៉ែកូនគោក៏ចង់វាយទៅកាន់សាគូរ៉ាក៏ប៉ុន្តែឃើញថាគ្រាន់តែប្រូកាជីលើកជើងនឹងវាក៏បានធ្វើឲ្យគេដកថយមកក្រោយវិញបាត់ហើយមើលទៅអាប៉ែកូនគោគឺពិតជាខ្លាចជាមួយនឹងប្រូកាជីខ្លាំងមែនទែនប្រូកាជីក៏បានបន្តគាត់គឺសុំឲ្យគេឈប់បន្តិចទៅគាត់គឺចង់ដោះស្រាយនៅរឿងខ្លះ
ប្រូកាជីក៏បានសួរទៅកាន់ប្រូសាគូរ៉ាថាតើមុននឹងឯងមកដល់ទីនេះតើឯងបានដឹងអំពីសមត្ថភាពរបស់ខ្លួនឯងហើយនៅតើឯងគិតថាឯងគឺជាប្រធានថ្នាក់ធ្វើអ្វីតាមតែអំពើចិត្តមែនទេប្រូសាគូរ៉ាក៏បានសួរថាតើវាមិនល្អទេឬតើខ្ញុំធ្វើនឹងមិនល្អត្រង់ណាទៅភ្លាមកាជីក៏បានម៉ាត់ទៅកាន់សាគូរ៉ាមួយដៃចាប់ទីនគរអាវនិយាយទាំងខ្លាំងថាខ្ញុំដឹងណាសាគូរ៉ាឯងគឺខ្លាំងពិតមែនប៉ុន្តែហេតុអីមុននឹងមកទីនេះឯងមិនសួរខ្លួនឯងចេះតែបារម្ភអំពីគេតែឯងគឺមិនបានបារម្ភអំពីអ្វីដែលបានកើតឡើងនៅខាងមុខទេឯងមើលថ្នាក់ដឹកនាំរបស់យើងមើលគាត់គឺដែលកូនចាស់របស់គាត់មកមានរបួសបែបនេះអត់ហេតុអីបានជាឯងគ្មានសម្បីតែលទ្ធភាពនៅក្នុងការការពារពួកគេអញ្ចឹងដែលកន្លែងហ្នឹងប្រូកាជីមិនបានហៅឈ្មោះរបស់សាគូរ៉ាទេតែមីងគឺជាអ្នកបញ្ចូលដោយខ្លួនឯងទេគាត់គឺបានបន្តថាក្នុងនាមឯងគឺជាប្រធានក្រុមគឺជាអ្នកដឹកនាំថ្នាក់ទី1តើគ្រាន់តែការការពារពួកគេនឹងឯងធ្វើមិនបានឬការដែលបានលើកដូច្នោះសាគូរ៉ាក៏ចាប់ផ្ដើមគិតគាត់គឺបានគិតទៅដល់អ៊ូមេមីយ៉ាដែលអ៊ូមេមីយ៉ានឹងគឺដូចជាមួយនឹងអ្វីដែលប្រូកាជីបាននិយាយអញ្ចឹងគាត់គឺមិនដែលបណ្ដោយឲ្យកូនក្រុមរបស់គាត់មកត្រូវរងទុក្ខនោះទេអំឡុងពេលដែលប្រូកាជីរៀបនឹងដើរចេញសាគូរ៉ាគាត់ក៏បានតបទាំងអានមុខថាអ្វីដែលគាត់បានធ្វើគាត់គឺមិនបានគ្រោងទុកមុននោះទេដែលគាត់គ្រាន់តែចង់ជួយគេប៉ុន្តែគាត់គឺមិនបានដឹងលទ្ធផលមុននោះឡើយយើងដឹងហើយថាសាគូរ៉ាបារម្ភអំពីកូនក្រុមរបស់គាត់ប៉ុណ្ណាគាត់ពិតជាបារម្ភខ្លាំងមែនទែនគាត់គឺពិតជាចង់ជួយខ្លាំងមែនទែនគាត់គឺមិនបានគិតមុននោះទេថាគាត់គឺនឹងផ្ដល់ផលប៉ះពាល់ទៅដល់កូនក្រុមបែបម៉េចនោះដូចជាប្រូអែនសាអញ្ចឹងប្រូកាជីក៏បានប្រាប់ទៅកាន់សាគូរ៉ាថាធ្វើអ្វីដែលឯងត្រូវធ្វើទៅរឿងបន្ទាប់ទោះយើងជាអ្នកដោះស្រាយសាគូរ៉ាគាត់ក៏បានបន្តថាបើទោះបីជាពេលនេះគាត់កំពុងតែតតាំងជាមួយនឹងគូបដិបកនៅខាងក្រោមក៏ពិតមែនតែក្នុងចិត្តរបស់គាត់គឺបានគិតទុកជាមុនគាត់គឺពិតជាចង់ដើរទៅលើផ្ទៃមុខដើរលើបែកចំមុះរបស់អាប៉េណាតូរីតែម្ដងខណៈដែលកាជីគាត់ក៏បានដើរឡើងទៅខាងលើប្រូកូនគោគេក៏បាននិយាយទាំងសប្បាយចិត្តថាអាយ៉ារៀងរីករាយដល់ហើយវ៉ៃជាសំណាងហើយដែលមិនត្រូវប្រឈមមុខជាមួយនឹងបិសាចបើមិនអញ្ចឹងទេអញគ្មានសោះមុខទេអាប៉ិនឹងកាចសឹងអីរួចភ្លាមសាគូរ៉ាក៏ស្រាប់តែម៉ាត់ខ្លួនឯងមួយដៃតែម្ដងដាក់មួយដៃរួចគាត់ក៏បាននិយាយថាតើគាត់ពេលនេះធ្លាក់ចូលមកកាន់ចំណុចមួយដែលហៅទៅថានរកមែនទេតើមែនទេតើគាត់គឺដូចជាមនុស្សខ្វិនមែនអត់តើគាត់ធ្វើអីមិនកើតមែនអត់ហើយគួរឲ្យអស់សំណើចខ្លាំងណាស់អាប៉ិកូនគោក៏បានសួរទៅកាន់សាគូរ៉ាថាចុំអាប៉ិអីបែកមែនសាគូរ៉ាក៏បានដើរទៅរកគេម្ដងបន្តិចសុំទោសពិភពលោកដែលពោពេញទៅដោយពណ៌ប្រផេះខ្ញុំគ្មានពេលវេលាទៀតនោះទេប៉ុន្តែពេលនេះខ្ញុំគឺមានរឿងដែលត្រូវដោះស្រាយដែលយើងក៏មិនទាន់ដឹងដូចគ្នាថាសាគូរ៉ាក៏មានរឿងអីតែគាត់គឺនឹងត្រូវធ្វើអីបន្ទាប់ទៀតតើសាគូរ៉ាគឺនឹងធ្លាក់ចុះទៅក្នុងពិភពពណ៌ប្រផេះដែលពោពេញទៅដោយភាពអ៊ូអាប់តើគាត់គឺនឹងអាចដោយការពីមុនទៀតដែរឬក៏អត់អញ្ចឹងមានតែរងចាំទស្សនានៅក្នុងអេផ isode ក្រោយៗតែប៉ុណ្ណោះអូខេអញ្ចឹងចំពោះសាររឿងរបស់យើងនៅក្នុងអេផ isode មួយហ្នឹងក៏បានឈានមកដល់ទីបញ្ចប់តែត្រឹមនឹងដូចគ្នាដែលជាចុងក្រោយមានអរគុណខ្លាំងមែនទែនសម្រាប់ការគាំទ្រប្រសិនបើជាមាននៅកំហុសខុសឆ្គងត្រង់ណាដែលបានកើតឡើងដោយអចេតនាអេមីនក៏សូមធ្វើការអភ័យទោសយើងក៏នឹងវិលមកជួបគ្នាម្ដងទៀតជាមួយនឹងវីដេអូសម្រាប់រឿងជាបន្តខណៈពេលនឹងពីអេមីនជម្រាបលាបាយ